ពីមុនអត់សូវចាប់អារម្មណ៍ទេតឥឡូវនេះបានដឹងថាទឹកស៊ុបកាទៀវរបស់យើងធ្វើមកឆ្ងាញ់ហើយបើតែសាយកាទៀវរបស់យើងអត់ឆ្ងាញ់ស៊ុបដែលយើងខំធ្វើហ្នឹងគឺ0ហ្មងនិយាយទៅបើសិនយើងធ្វើដំបូងយើងប្រកាសជាអត់ដឹងកលឹះទាំងអស់ហ្នឹងឯងបងប្អូនទាំងការស្រស់សាច់បាត់ក្លិនទៅមានច្រើនរបៀបយើងអាចប្រើជាស្រាចិនជាមួយនឹងខ្ចីដំចេះក៏បានដែរវាជួយឲ្យទឹកស៊ុបរបស់យើងថ្លាហើយអស់ក្លិនហ្មងជាទូទៅខ្ញុំប្រើមាន់ស្រែឆ្អឹងមាន់លាយជាមួយនឹងឆ្អឹងជ្រូកស្រស់ហើយលាង2 3ទឹកឲ្យឆ្អឹងរបស់យើងស្អាតល្អហ្មងភ្នំពេញកាទៀវវណ្ណាម័យហ៊ុយលាង1980ដាក់ស៊ុបកាទៀវជួយលើកទឹកស៊ុបយើងខ្លាំងហ្មងឆ្ងាញ់យើងលេងគ្រឿងមានហៃប៊ីយើហឺគល់ជាបន្ស៊ុយខ្ទឹមក្រហមមួយខ្ទឹមប្រាំងបើចង់រត់ទៅឈ្ងុយដុតក៏បានដែរប៉ុន្តែវាខ្មៅទឹកស៊ុបលីងវាឲ្យយូរឲ្យឈ្ងុយទៅបើគ្រឿងក្នុងវិញបងប្អូនស្រស់ប្រហែល10នាទីសម្រាប់គ្រឿងផ្សំរសជាតិចាំសរសេរលម្អិតនៅខាងក្រោមខមមិនជូតបងប្អូនយើងមានម្សៅស៊ុបមាន់ចិនម្សៅស៊ុបមាន់ខ្មែរអំបិលប៊ីចេងស្ករតមកយើងដាក់ដាំទឹកជីឲ្យពុះសិនទៅដាក់មាន់ស្រែចូលជាមួយនឹងគ្រឿងដែលយើងបានលីងហើយបន្លែយើងមានការ៉ុតគួរទៀតដើម្បីឲ្យទឹកស៊ុបរបស់យើងផ្អែមស្រាលឆ្ងាញ់ទឹកត្រីកន្លះចានប៉ានេះមកលួចក្លិនឈ្ងុយបើសិនយើងមានបាក់សៀកជាមួយនឹងប្រហិតចៀនអមចេះក៏រត់តែពិសេសតែម្ដងកន្លះគីឡូស្លឹកខ្ទឹមម្ដងខ្ទឹមស3កាពឹសប្រហិតត្រីឆ្លាតកន្លះគីឡូម្សៅស៊ុបមាន់មួយចុងលាព្រាស្ករមួយចុងសាព្រាទឹកជាមួយកូនពេងប្រេងឆាបន្តិចដាក់ទឹកជានឹងឲ្យប្រហិតរបស់យើងមានសំណើមប្រេងល្ងកន្លះសាព្រាបាយជួយឲ្យប្រហិតរបស់យើងឈ្ងុយហើយកាត់ក្លិនឆ្អាបបងប្អូនចង់ចៀនក្រាស់ចៀនស្ដាងតាមយើងចូលចិត្តទេយើងចង់ដាក់ប៉ុណ្ណាក៏បានដែរបើចៀនក្រាស់យើងប្រើភ្លើងតិចតិចឲ្យវាឆ្អិនដល់បដូលបើចៀនស្ដាងយើងកាត់1 ជា 6 ជា 8បើថាចៀនក្រាស់ចេះយើងហាន់ស្ដាងមកបងប្អូនបើថែមសាច់បាក់សៀកទៀតទៅពិសេសសរសៃកាទៀវហ៊ុយលាង1980នេះស្វិតឈ្ងុយឆ្ងាញ់ល្អខ្លាំងយកប្រើប្រាស់ធ្វើជាទឹកស៊ុបកាទៀវប្រចាំហាងអីហ្នឹងគឺថាជួយលើកទឹកស៊ុបយើងខ្លាំងតែម្ដងសរសៃកាទៀវស្វិតឈ្ងុយឆ្ងាញ់ងាយស្រួលស្រស់យើងដាក់ដាំទឹកឲ្យពុះក្តៅខ្លាំងចេះមកដាក់ស្រស់តែមួយភ្លុកឯងសរសៃកាទៀវនោះទន់ស្វិតឆ្ងាញ់ល្អហ្មងតាក់ទងដើម្បីធ្វើជាដៃគូចែកចាយកាទៀវតាមបណ្ដាខេត្តនានានៅក្នុងប្រទេសយើងបងប្អូនអាចតំណទៅ page របស់គាត់ផ្ទាល់ក៏បានដែរខ្ញុំនៅស្រុកណេះឆ្ងាយពីខេត្តដែរបងប្អូនអត់ដែលតែគិតថាសរសៃកាទៀវគឺសំខាន់ថ្នាក់នឹងទេឆ្ងល់ថាទឹកស៊ុបរបស់ខ្ញុំខំធ្វើឆ្ងាញ់ហ្នឹងមិនក៏វាអត់ដូចគេតែប៉ិតមកពីសរសៃកាទៀវទេទឹកស៊ុបរបស់យើងបាន80បើថាសរសៃកាទៀវយើងអត់ត្រូវទេទឹកស៊ុបហ្នឹងធ្លាក់មកដល់ត្រឹមតែ30អីក៏មានដែរឧទាហរណ៍តែទឹកស៊ុបរបស់យើងបាន8បានសរសៃកាទៀវមកល្អអញ្ចេះទៀតតែវាលើសពី100ថ្ងៃនេះរ៉េតឲ្យកាទៀវខ្លួនឯង10 លើក 10ហ្មងមានប្រហិតចៀនឆ្អឹងស៊ុបជាតិចាស់ទៀតអើយអែមហ្មងបងប្អូនទឹកស៊ុបដែលខ្ញុំធ្វើនេះរសជាតិស្រាលអត់ដុតខ្លាំងទេរសជាតិផ្អែមយើងយកចេញពីបន្លែអញ្ចឹងវាផ្អែមស្រាលស្រទន់យើងប្រើគ្រឿងលីងឈ្ងុយងាស់ទឹកស៊ុបចូល1 ម៉ោងកន្លះអីមកជាតិពេញឆ្នាំងតែម្ដងមានកាទៀវសាច់កញ្ច្រាំមានកាទៀវសាច់កហើយបើថាយើងបានឆ្អឹងស៊ុបវាថាឆ្អឹងខ្មងមកលាយបងប្អូនទឹកស៊ុបរបស់យើងជាតិខ្លាំងណាស់ដាក់ខ្ទឹមបំពងលាយតិចមានស្លឹកកញ្ឆាយជាមួយនឹងស្លឹកខ្ទឹមលាយចូលគ្នាចេះមកកាទៀវមួយចានថ្ងៃនេះមិនឲ្យឆ្ងាញ់មួយកើតអរគុណចាស់បងប្អូនជួបគ្នាវីដេអូក្រោយបាយបាយខ្ញុំគេឲ្យតែដេញហ៎ពីណាគេចង់អទិញទូរស័ព្ទ iPhone ហើយសบายចិត្តទាំងបាន iPhone សบายតែអ្វីដែល surprise ជាងហ្នឹងតាំងពីស្គាល់ប៉ាបានតែចេះ sweet មិនទេធ្លាប់តែមើលវីដេអូគេ surprise ប្រពន្ធនេះចឹងទៅគេ sweet គេអីចឹងណាតែបើថាខ្ញុំម្នាក់វិញនៅខាងក្នុង Facebook ហ្នឹងមិននៅខាងក្រៅចឹងឯងធម្មតាចឹងណាថ្ងៃហ្នឹងប៉ាគេជូនទៅ salon ត្រំទៅចេញពី salon មកយកហើយចេញដល់តែញដោះគោស្រស់សុន natural ហើយក៏ត្រឡប់ទៅផ្ទះវិញព្រោះរាល់ថ្ងៃហ្នឹងធ្វើការច្រើនត្រូវញ៉ាំដោះគោខានអត់បានទេជាពិសេសស្រីក្រោយពេលសម្រាប់គោឬមួយក៏កំពុងតែទម្ងន់ជួយទាំងម៉ាក់ឲ្យរឹងមាំហើយជួយដល់កូនក្នុងផ្ទៃលូតលាស់បានល្អទៀតបើកូនក្មេងអាយុ2 ឆ្នាំឡើងជួយឲ្យឆ្អឹងលូតលាស់បានល្អនិងខួរក្បាលឆ្លាតវាងវៃបើមនុស្សចាស់វិញភាសាទៅជួយឲ្យឆ្អឹងរឹងមាំខ្ញុំញ៉ាំមួយថ្ងៃ3 កែវពេលព្រឹកពេលថ្ងៃជួយឲ្យយើងមានកម្លាំងបើញ៉ាំពេលយប់វិញគេងលក់ស្រួលហ្មងបើថាបងប្អូនកំពុងតែតមអាហារឬមួយក៏ហាត់ប្រាណចឹងញ៉ាំពណ៌កាឈុកនេះអត់ធ្វើយើងឡើងគីឡូទេចាឲ្យវ៉ាន់គេផ្ញើឲ្យនេះវិញចាស់បដូរហើយបែiPhone គេឲ្យតែដេញហ៎ពីណាគេចង់អទិញទូរស័ព្ទ iPhone ហើយចាស់ហ្នឹងវាមេទៀបអានេះបតេកុំឲ្យស្អុយណាថតលុបមិនដំបងគាត់ថាកាបូបឬមួយក៏ skin care ពួកបងលីនដាគាត់អាសាឲ្យ giveaway ស្មានរបស់គាត់តបើករបស់ថ្មីដុំអត់ទេ logo ស្មានពីផុតបោទូរស័ព្ទហើយបានទូរស័ព្ទសើអមែនទេអូប្តីទិញឲ្យតា
បន្ទាប់ពីសប្រៃអស់ចិត្តហើយញ៉ាំផ្អកញ៉ាំម៉ាំធម្មតាដល់កោហើយបញ្ញាប់មកផ្ទះវិញផ្លេចទិញម្ហូបយកមកញ៉ាំយប់ហ្នឹងមានអីទេមានតែផ្អកត្រីពោឈ្ងុយៗនេះឯងឃ្លានដែរបងប្អូនបើសិនយកមកចំហុយយូរអញ្ចឹងយើងហាន់វាទូចៗចេះហើយយកមកលេងជាមួយនឹងសាច់ជ្រូកកញ្ច្រាំមកអូអានោះឆ្ងាញ់យើងពងខ្ទឹមមកឈ្ងុយហើយដាក់ខ្ទឹមក្រហមដុំៗនេះលេងវាឲ្យឡើងឈ្ងុយម្ដងទៀតដាក់ម្ទេសហឹរសាច់ជ្រូកកញ្ច្រាំឆាស្រស់ទឹកតិចមកមុខហ្នឹងយើងធ្វើតាមអាចារ្យនេះប៉ុន្តែនិយាយថាបាយវិញអស់ទាំងឆ្នាំផ្អកត្រីពោយើងហាន់ដុំៗចេះមកកុំភ្លេចលួចទឹកអំបិលទុំបន្តិចផងដើម្បីផ្អកហើយសាច់ជ្រូករបស់យើងចាប់ជាតិបានជាមួយគ្នាយ៉ាងល្អទោះជាផ្អករបស់យើងជូរក៏ដែរបងប្អូនក៏ត្រូវលួចទឹកអំបិលទុំហ្នឹងបន្តិចដែរយើងឆាវារហូតតែផ្អកនឹងឆ្អិនសាច់ជ្រូកយើងផុយល្អណាបងប្អូនប្រហែលជា15នាទីជិញក្លិនមកនឹងឈ្ងុយមានតែមួយមុខហ្នឹងបាយ3ឆ្នាំងម្នាក់ឯងលោកក្នុងទូមានស្រេចតែប៉ុណ្ណេះបាយឆ្ងាញ់បានមួយពេលបាត់ហើយអរគុណចាស់បងប្អូនបាយ